cọ xia nàn nàn tan tập về Lý Quang Su tới Việt Nam វត្តមានរបស់តារាសម្ដែងលីគួនស៊ូក្នុងព្រឹត្តិការណ៍ចុះហត្ថលេខាដែលជាផ្នែកនៃកម្មវិធីបើកសម្ពោធហាងកាហ្វេមួយក្នុងទីក្រុងហូជីមិញប្រទេសវៀតណាមទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីអ្នកគាំទ្រហើយការស្វាគមន៍នេះធ្វើឲ្យមានការកកស្ទះយ៉ាងខ្លាំងជុំវិញបរិវេណហាងនៅថ្ងៃទី24ខែមករានោះអ្នកគាំទ្រប្រមាណជាង 2000 នាក់បានមកប្រមូលផ្ដុំគ្នាកកគុញហើយសមត្ថកិច្ចប្រហែល100នាក់ត្រូវបានដាក់ពង្រាយដើម្បីគ្រប់គ្រងនិងការពារសុវត្ថិភាពរូបថតបង្ហាញថាក្នុងសម្លៀកបំពាក់អាវធំខោខូវប៊យលីគួនស៊ូបានញញឹមស្វាគមន៍អ្នកគាំទ្រដោយក្តីស្រឡាញ់អ្នកតំណាងមួយរូបនិយាយថាថ្មីនេះលីគួនស៊ូបានទៅប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ជាច្រើនហើយពួកយើងសូមបង្ហាញការអរគុណយ៉ាងជ្រាលជ្រៅដល់អ្នកគាំទ្រចំពោះការគាំទ្រដ៏អស្ចារ្យនេះតារាសម្ដែងវ័យ29ឆ្នាំលីគួនស៊ូបានប្រកបអាជីពជាតារាបង្ហាញម៉ូដនៅក្នុងឆ្នាំ2007និងចាប់ផ្ដើមសម្ដែងនៅឆ្នាំ2008រហូតដល់សព្វថ្ងៃហើយលោកនឹងសម្ដែងរឿងថ្មីមួយទៀតដែលមានចំណងជើងថា Mutant នៅក្នុងពេលឆាប់ៗនេះ